ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាវីដេអូមួយទៀតហើយដែលបង្ហាញអំពីទីតាំងទស្សនវិជ្ជាទាំងស្រុងនៅវត្តខ្មែរយើងដែលធំជាងគេនៅក្នុងសហរដ្ឋអាមេរិកគឺនៅក្នុងរដ្ឋមីនីសូតាផងដែរនាងខ្ញុំធ្លាប់បានមកពីរដងហើយលើកទី3ទាំងលើកនេះប៉ុន្តែសង្កេតឃើញថាការអភិវឌ្ឍការសាងសង់នៅវត្តខ្មែរយើងនៅរដ្ឋមីនីសូតាដែលធំជាងគេនេះគឺកាន់តែស្អាតហើយធំទូលាយជាង10ឆ្នាំមុនដែលនាងខ្ញុំបានមកដល់ទីតាំងនេះផ្ទាល់បងប្អូនខ្មែរយើងដែលជាពុទ្ធបរិស័ទគឺថាជ្រះថ្លាខ្លាំងមែនទែនរួបរวมគ្នាដើម្បីថែរក្សានៅវប្បធម៌ប្រពៃណីខ្មែរតាមបែបពុទ្ធសាសនានៅក្នុងទឹកដីអាមេរិកនៅក្នុងរដ្ឋមីនីសូតាគឺទស្សនវិជ្ជារួមគឺធំខ្លាំងបងប្អូនដោយចៅអធិការនិងគណៈកម្មការដែលរៀបចំសណ្ដាប់ធ្នាប់នៅវត្តមីនីសូតានេះគឺមានភាពច្បាស់លាស់មានសណ្ដាប់ធ្នាប់មានវិន័យតឹងតែងក្នុងការគោរពនៅវប្បធម៌ប្រពៃណីតាមបែបពុទ្ធសាសនាហើយក៏ងាយស្រួលសម្រាប់ពុទ្ធបរិស័ទទាំងអស់ដែលពេលដែលមានបុណ្យទានម្ដងគឺបងប្អូនអាចអញ្ជើញចូលរួមដោយសប្បាយរីករាយហើយនឹងប្រកបទៅតាមកម្មវិធីបុណ្យតាមបែបពុទ្ធសាសនាដែលខ្មែរយើងតែងតែប្រកាន់ភ្ជាប់កន្លងមកនាងខ្ញុំបានដើរមកត្រួសអត់ទាន់អស់ទេនៅខាងក្រោយទៀតគឺថាទំហំដីនេះគឺថាធំខ្លាំងមែនតើទំហំដីនៅក្នុងវត្តអារាមនេះគឺមានធំអញ្ចឹងតាំងពីដើមមកហើយចាតាំងពីយូរឆ្នាំប្រហែលជាចូលជិត20ឆ្នាំទៅ30ឆ្នាំឬមួយក៏នាងខ្ញុំអត់ច្បាស់ដែរតែដឹងថាយូរហើយបងប្អូនប៉ុន្តែបេក្ខអធិការក៏ដូចជាគណៈកម្មការគឺគាត់បានកសាងទីសក្ការៈបូជាមួយម្ដងបន្តិដើម្បីបង្កើតនូវភាពងាយស្រួលហើយក៏ដូចនេះខ្ញុំបានជំរាបពីមុនអញ្ចឹងគឺថែរក្សានៅវប្បធម៌ប្រពៃណីតាមបែបពុទ្ធសាសនាតាមបែបជំនឿរបស់ប្រជាជនខ្មែរយើងដែលមានតាំងតែពីដើមមកខ្ញុំក៏អត់នឹកស្មានថារយៈពេលជាង10ឆ្នាំដែលនាងខ្ញុំបានឈានជើងមកដល់ទីតាំងវត្តនេះម្ដងទៀតនៅរយៈពេលជាង13ឆ្នាំក្រោយចាហើយកន្លែងទីសក្ការៈបូជាដែលបេក្ខអធិការក៏ដូចជាគណៈកម្មការបានរៀបចំកសាងគឺមានភាពខុសប្លែកហើយនឹងស្អាតច្រើនជាងមុនខ្លាំងមែនទែននាងខ្ញុំគឺសប្បាយចិត្តរំភើបខ្លាំងមែនទែនដែលមានវត្តខ្មែរយើងស្អាតដែលអាចបង្ហាញនៅប្រពៃណីវប្បធម៌របស់ប្រជាជនខ្មែរនៅក្នុងសហរដ្ឋអាមេរិកបងប្អូនអាចទស្សនាទិដ្ឋភាពទាំងមូលបានគឺថាធំខ្លាំងមែនទែនវត្តខ្មែរយើងនៅមីនីសូតានេះមិនមែនតែសម្រាប់ពុទ្ធបរិស័ទប្រជាជនខ្មែរយើងទេបងប្អូនជនបរទេសចាក៏គាត់មកថតនៅវីដេអូក៏ដូចជាផ្ដិតយកនៅរូបភាពស្អាតដើម្បីបង្ហាញទៅដល់ពិភពលោកឲ្យបានស្គាល់ពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងទៅទូទាំងប្រទេសដែរគឺជាទីមនោរម្យសម្រាប់ពុទ្ធបរិស័ទគ្រប់គ្នាចូលមកដល់ក្នុងបរិវេណនេះវិញគឺស្អាតខ្លាំងគឺជាទីសក្ការៈដែលស័ក្តិសមពុទ្ធបរិស័ទគ្រប់គ្នាមកគោរពបូជាគឺរូបចម្លាក់ដែលបង្ហាញអំពីប្រវត្តិនៃដើមកំណើតព្រះនិងរូបសំណាកព្រះពុទ្ធរូបតូចគ្រប់អង្គបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលជាពុទ្ធបរិស័ទគាត់បានជាវហើយនឹងដាក់ឈ្មោះរៀងខ្លួនដើម្បីតម្កល់នៅក្នុងទីសក្ការៈសម្រាប់គោរពបូជាទាំងអស់គ្នាទាំងចម្លាក់នៅលើជញ្ជាំងទាំងរូបសំណាកព្រះពុទ្ធរូបគ្រប់អង្គគឺឆ្លាក់នឹងសម្រិតសម្រាំងឡើងយ៉ាងប្រណិតដោយលម្អិតស្អាតខ្លាំងមែនតើបងប្អូននេះខ្ញុំសូមសរសើរដោយស្មោះដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានសាមគ្គីភាពគ្នាទោះជាមកនៅក្រៅប្រទេសហើយក៏នៅតែមានការរួបរวมគ្នាស្រឡាញ់គ្នាហើយនឹងបង្កើតថែរក្សាគ្រប់ប្រពៃណីវប្បធម៌របស់ព្រះពុទ្ធសាសនាដែលប្រជាជនខ្មែរយើងតែងតែគោរពតាំងតែពីដើមមកហើយឥឡូវនេះបានមកដល់ផ្ទះហើយបងប្អូនចាគឺបងប្រុសបងស្រីដែលជាម្ចាស់ផ្ទះគឺគាត់បានទទួលយ៉ាងរាក់ទាក់យ៉ាងដិតដល់ខ្លាំងមែនតើអរគុណបងប្រុសបងស្រីហើយមកដល់នេះហើយគឺនាងខ្ញុំមិននឹកស្មានថាមិត្តភក្តិខ្ញុំបានមកពីកាណាដាចាឆ្លងមកដល់សហរដ្ឋអាមេរិកហើយធ្វើ birthday ឲ្យនាងខ្ញុំទៀតអូយអរគុណច្រើនហើយនាងខ្ញុំស្គាល់គាត់តាំងពីឆ្នាំ2009នៅកាណាដារាប់អានគ្នារហូតដល់មកដល់នាងខ្ញុំទៅដល់ណាក៏គាត់ស្កាត់មកដែរអរគុណច្រើននៅទឹកចិត្តរបស់មិត្តភក្តិដែលគាត់បានស្កាត់មករកស្កាត់មកជួយថែរក្សាជួយ take care នាងខ្ញុំមកដល់អាមេរិកនេះបន្ទាប់ពីនឹងមកគឺបងម្ចាស់ផ្ទះបងស្រីដ៏ស្រស់ស្អាតគឺគាត់បានរៀបចំម្ហូបមានកាទៀវមាននំកងខ្មែរគាត់ដឹងថាគឺនឹកម្ហូបស្រុកខ្មែរហើយមានណាគាត់ដាក់នំកងមកមួយថាសតែម្ដងសុំផ្ញើទៅដល់បងស្រីដែលបានធ្វើនំកងឲ្យនាងខ្ញុំញ៉ាំគឺថាឆ្ងាញ់មែនទែនបងអើយឆ្ងាញ់មែនអរគុណច្រើនហើយសម្លេងនាងខ្ញុំគឺមកដល់ថ្ងៃចុងក្រោយនេះចាប់ផ្ដើមធ្វើទុកឡើងគឺឈឺកនៅពេលដែលបងប្អូនស្ដាប់សម្លេងកុំប្រកែកប្រកាន់ណាបងប្អូនគឺដោយសារតែនាងខ្ញុំផ្លាស់ប្ដូរអាកាសធាតុមកត្រជាក់ឲ្យត្រូវខ្យល់ផងអញ្ចឹងសុខភាពអាចនឹងប្រែប្រួលអរគុណបងប្អូនទាំងអស់គ្នា